រងកើប្រជុំកោះជប៉ុនភ័យដល់អាមេរិកចិនបញ្ជូននាគរាជទៅលេងទឹកនៅច្រកសមុទ្រតៃវ៉ាន់ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ហាក់កំពុងមានរលកបោកបក់ក្រាំងនិងចាស់ពន្លឺកម្ដៅពណ៌ក្រហមច្រាលមកលើដែនកោះបន្ទាប់ពីមហាយក្សចិនបានបញ្ជូននាវាផ្ទុកចំហដ៏មានឥទ្ធិពលរបស់ខ្លួនគឺលាវនីងដែលមានរហស្សនាមនាគរាជជ្រែកមហាសាគរបើកកាត់ផ្លូវទឹកដ៏រសើបបំផុតនៅក្នុងលោកនោះគឺច្រកសមុទ្រតៃវ៉ាន់នេះស្ដែងឲ្យឃើញថារដ្ឋធានីប៉េកាំងកំពុងផ្ញើសារព្រមានយ៉ាងមុតស្រួចទៅកាន់ទីក្រុងតៃប៉េនិងក្រុមសម្ព័ន្ធមិត្តដូចជាស្ដេចឥន្ទ្រីអាមេរិកនិងកម្ពុជាអ្នកលេងដាវវែងសម័យសង្គ្រាមលោកសាមុរាយជប៉ុនកំចុងសាឡបងជាមួយពូជអធិរាជចម្បាំងក្រសួងការពារជាតិកូនកោះតៃវ៉ាន់បានចេញមកប្រកាសអាសន្នថានាវាផ្ទុកយន្តហោះលាវនីងដែលពោពេញទៅដោយយន្តហោះចម្បាំងនិងអធម្មភេកជ្ជៈត្រៀមលក្ខណៈប្រយុទ្ធបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់យ៉ាងរំភើយនេះជាលើកដំបូងបំផុតនៅក្នុងរយៈពេលកន្លះឆ្នាំដែលចិនប្រើប្រាស់នាគរាជជ្រែកមហាសាគរមួយក្បាលទៅដាក់សម្ពាធលើកូនកោះប្រជាធិបតេយ្យដែលចង់វិចសម្ពាយដែលចង់ម្ដាយបង្កើតគណៈរដ្ឋធានីទីក្រុងប៉េកាំងចាត់ទុកមេដឹកនាំកោះមួយនេះជាកូនទំនើងពិបាកស្ដីប្រដៅវត្តមានរបស់នាគរាជលាវនីងនៅពេលនេះមិនមែនជារឿងចៃដន្យនោះឡើយមិនចៃដន្យគឺនៅត្រង់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុនចិនបានខឹងសម្បាស្ទើរតែដាច់ក្បាលដាច់កន្ទុយដោយបានរិះគន់ជប៉ុនចំថាបានបង្កហេតុដោយចេតនាក្រោយនាវាចម្បាំងជប៉ុនបើកកាត់ច្រកសមុទ្រនេះដូច្នេះជុំវិញការបញ្ជូននាវាផ្ទុកយន្តហោះដ៏ធំមហិមានៅក្នុងតំបន់នេះចិនចង់ប្រាប់អ្នកលេងដាវសាមុរាយជប៉ុននិងផ្ដាំទៅអាមេរិកថាកុំចង់សាឡបងសមត្ថភាពយោធាចិនសម័យបច្ចុប្បន្នឲ្យសោះព្រោះចិនពេលនេះមិនមែនចិននៅក្នុងសម័យសង្គ្រាមលោកលើកទី2នោះឡើយបើទោះបីជាលាវនីងជានាវាផ្ទុកយន្តហោះចំណាស់ជាងគេក្នុងចំណោមនាវាផ្ទុកយន្តហោះទាំង3របស់ចិនក៏ដោយប៉ុន្តែវត្តមានរបស់វាបានធ្វើឲ្យកងទ័ពតៃវ៉ាន់មិនហ៊ានបិទភ្នែកដេកឡើយដោយត្រូវតាមដាន24ម៉ោងលើ24ម៉ោងសូមជម្រាបថានាគរាជចិនតែងតែអះអាងថាទាំងច្រកសមុទ្រនិងដែនដីកោះតៃវ៉ាន់គឺជាដែនទឹកដីអធិបតេយ្យភាពរបស់ចិនមិនអាចរំលោភបំពានបានប៉ុន្តែសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនចាត់ទុកច្រកសមុទ្រនេះជាដែនទឹកអន្តរជាតិសំណួរសួរថាបើសហរដ្ឋអាមេរិកចាត់ទុកច្រកសមុទ្រតៃវ៉ាន់ជាដែនទឹកអន្តរជាតិតើសហរដ្ឋអាមេរិកហ៊ានបញ្ជូននាវាផ្ទុកយន្តហោះរបស់ខ្លួនទៅគំញយចិនវិញដែរឬទេសូមរំលឹកថានាពេលថ្មីៗរូបភាពកាយរណបថ្មីក៏បានបង្ហាញផងដែរថាចិនបានដំឡើងរបាំងបណ្ដែតទឹកនិងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿងបិទច្រកចេញចូលតំបន់ថ្មប្រព័ន្ធទឹក Star Borosol ដើម្បីរារាំងអ្នកនេសាទហ្វីលីពីនការដាក់ដំណើរការនេះធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាក្នុងសមុទ្រចិនខាងត្បូងដោយមានសហរដ្ឋអាមេរិកជប៉ុននិងប្រទេសសម្ព័ន្ធមិត្តដទៃទៀតនៅក្នុងប្រទេសហ្វីលីពីនគួរបញ្ជាក់ថាក្នុងសប្តាហ៍នេះកងទ័ពសរុបប្រហែលជា17000 នាក់មកពីសហរដ្ឋអាមេរិកហ្វីលីពីននិងសម្ព័ន្ធមិត្តដទៃទៀតបានចាប់ផ្ដើមធ្វើសមយុទ្ធប្រចាំឆ្នាំដែលហៅថាបាលីកាតាន់ហើយវាក៏ជាលើកដំបូងផងដែរដែលមានការចូលរួមពីសំណាក់កងកម្លាំងប្រយុទ្ធរបស់ជប៉ុនចំពោះមុខការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំងដោយឡែកប៉ុន្មានឆ្នាំមកនេះហ្វីលីពីននិងចិនបានប្រឈមមុខដាក់គ្នាជាច្រើនលើកនៅសមុទ្រចិនខាងត្បូងសមយុទ្ធបាលីកាតាន់បានចាប់ផ្ដើមការពីថ្ងៃទី20ខែមេសាហើយនឹងត្រូវប្រព្រឹត្តរហូតដល់ថ្ងៃទី8ខែឧសភាបន្ថែមពីលើនេះចិនក៏បានព្រមានអំពីអសន្តិសុខនៅក្នុងតំបន់ព្រោះតែ